នេះខ្ញុំកណាសូមនិយាយប្រាប់ពីព្រាយដែលតោងឬគង់នៅខ្លួនមនុស្សជូនអ្នកទាំងអស់គ្នាឲ្យបានដឹងព្រាយដែលតោងឬគង់នៅក្នុងខ្លួនមនុស្សមាន3ប្រភេទទី1ព្រាយកន្ទោងខៀវតោងឬគង់នៅមនុស្សភាគច្រើនលើស្ត្រីមានដុសប្រជ្រុយពណ៌ខ្មៅត្រង់កន្លែងអៀនខ្មាស់ទី2ព្រាយក្រឡាភ្លើងតោងឬគង់នៅមនុស្សភាគច្រើនស្ត្រីមានដុសប្រជ្រុយសាច់ពណ៌ក្រហមនៅកន្លែងអៀនខ្មាស់និងទី3ព្រាយសក់ក្រហមតោងឬគង់នៅមនុស្សភាគច្រើនស្ត្រីមានដុសប្រជ្រុយប្រតាកក្រហមនៅកន្លែងអៀនខ្មាស់យាយទាំង3ប្រភេទខាងលើតែងតែបន្តគង់នៅពីម្ដាយទៅកូនតវងត្រកូលរហូតនិងយូរទៅធ្វើឲ្យមនុស្សដែលព្រាយគង់នៅនោះដុសសក់កណ្ដាញ់គណៈសម្គាល់មនុស្សដែលមានព្រាយខាងលើគង់នៅតែងតែមានដៃគូស្នេហាច្រើនហើយក៏មានប្តីឬប្រពន្ធតែងតែព្រាត់ប្រាសផាត់ក្បត់ព្រោះអ្នកទាំងនោះតែងតែរកដៃគូថ្មីជាបន្តតើធ្វើដូចម្ដេចទើបអាចដឹងថាមានព្រាយគង់នៅមនុស្សនោះក្រៅពីការចំណាំខាងលើវិធីចាប់ញៀនតាមផ្លូវបារមីអមតៈសិលអាចហៅព្រាយនោះមកសួរពីឈ្មោះជាព្រាយអ្វីមានដុសប្រជ្រុយនៅកន្លែងណាខ្លះនិងរឿងរ៉ាវផ្សេងអំពីព្រាយនិងមនុស្សនោះតើមានវិធីដេញព្រាយនិងកាត់ប្រជ្រុយបានទេវិធីដេញព្រាយនិងកាត់ប្រជ្រុយមានច្រើនប្រភេទណាស់តែខ្ញុំកណាសូមលើកយកតែវិធីតាមផ្លូវបារមីអមតៈមកជម្រាបជូនតែប៉ុណ្ណោះសម្រាប់អ្នកអាចនិយាយជាមួយញៀននិងបារមីបានត្រូវហៅព្រាយនោះមកធ្វើការចរចាដោយឲ្យព្រាយនោះចាកចេញពីមនុស្សនោះដោយមិនឲ្យត្រឡប់មកវិញតែបើគេមិនព្រមចាកចេញទេត្រូវប្រើវិធីដេញតាមផ្លូវបារមីអមតៈដោយជាងបារមីសូត្របណ្ដេញឲ្យធូបលើក្រយ៉ៅក្បាលលើខ្នងដៃជើងនិងលើប្រជ្រុយលក្ខនឹងលក្ខដើម្បីបង្ខំឲ្យចាកចេញនិងប្រើសីមាការពារមិនឲ្យត្រឡប់ចូលវិញបាទសូមអរគុណចំពោះការតាមដានសូមចុច follow page ម្នាក់មួយដើម្បីទទួលបានព័ត៌មានបន្ត